បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបន្តិចបន្តួចសម្រាប់បងប្អូនមួយចំនួនហើយនឹងវេញែកឲ្យបងប្អូនខ្លះនៅដែលជាពលករកម្មករនៅស្រុកថៃដែលគាត់មានការផលពិបាកជាខ្លាំងនៅស្រុកគេហើយខ្ញុំក៏សូមបកស្រាយចេះបងប្អូនទាំងអស់គ្នាថ្នាក់ដឹកនាំកំពុងព្យាយាមចរចាយើងអត់ចង់ឲ្យមានចំនួនទេបងប្អូនប៉ុន្តែអ្វីដែលសំខាន់បើយើងកាត់ឲ្យពួកវាតែយើងគិតថាយើងមានសេចក្តីសុខទេបាទដែលជាតំបន់ប្រាសាទតំបន់ធំតំបន់3ព្រំបន្ទាត់ព្រំបន្ទល់ខ្មែរយើងមួយចំនួនដែលជារបស់ខ្មែរយើងស៊ូកាត់ដើម្បីសន្តិភាពហើយខ្ញុំក៏ចង់ជម្រាបបងប្អូនទាំងអស់គ្នាថាចេះទោះជាយើងកាត់តែអាពួកចៅសៀមជ្រុលនិយមមួយចំនួនហ្នឹងក៏វានៅតែបំពេញដដែលដែរបងប្អូនវាច្រើនលើកច្រើនសារឲ្យពួកវាគឺចង់បានពួកនេះគឺចង់បានមិនចេះចប់ទេអញ្ចឹងខ្ញុំសូមសំណូមពរបងប្អូនដែលនៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាខ្ញុំឃើញផុសមកគ្រប់គ្នាកំពុងតែមានបញ្ហាគេត្រូវដេញចេញគេត្រូវអត់បើកប្រាក់ខែឲ្យបាទខ្ញុំយល់ពីអារម្មណ៍មួយនឹងអ្នកធ្វើការដែលគាត់កំពុងខ្វះខាតហើយខ្ញុំក៏ព្យាយាមនិយាយដែរបងប្អូនខ្ញុំអត់ចង់ឲ្យមានសង្គ្រាមហើយអត់មានចំនួនជាមួយថៃទេព្រោះថៃមួយចំនួនក៏អត់ចង់មានចំនួនជាមួយខ្មែរយ៉ាងដែរប៉ុន្តែអាពួកជ្រុលនិយមមួយចំនួននេះដែលវាចង់ឲ្យបកចលនាឲ្យខ្មែរនិងថៃឆ្លោះបាញ់គ្នានេះឥឡូវនេះខ្ញុំបានមើលព័ត៌មានមួយនៅថៃក៏បានផុសប្រហែលជា5ម៉ោងមុនខ្ញុំងើបពីព្រលឹមប្រហែលជាម៉ោង3ម៉ោង4ឃើញផុសប្រហែលជាយប់មិញខ្ញុំមើលទៅប្រហែលជា5ម៉ោងទេឃើញថាវាផុសកំពុងតែប្រជុំជួរបាទប្រជុំជួរហ្នឹងគឺចង់និយាយថាមេតបភូមិភាគ2ហ្នឹងគាត់កំពុងពង្យល់ទាហានចំនួនក្រោយក្មេងចំនួនក្រោយរបស់ពួកគេថាប្រាសាទតំនធំជារបស់គេអញ្ចឹងគេត្រូវតែយកមកវិញតតែបានដើម្បីភាពមោទនភាពទឹកដីគេបាទអញ្ចឹងខ្ញុំឃើញថាការងារនេះគឺមិនដឹងជាចប់នៅពេលណាទេបើសិនជាថៃនៅតែមិនព្រមដកថយពីប្រាសាទពីទឹកដីខ្មែរមួយចំនួនដែលយើងកំពុងឈរជើងនេះតែគេកំពុងតែចរចាគ្នានេះសង្គ្រាមនឹងអាចកាត់ឡើងមែនទែនបងប្អូនព្រោះខ្មែរយើងអត់សុខចិត្តដាច់ខាតឲ្យទឹកដីគេអញ្ចឹងខ្ញុំសំណូមពរបងប្អូនមួយចំនួនដែលនៅស្រុកថៃហើយខ្ញុំក៏ព្យាយាមនិយាយคลิปដើម្បីចរចាជាមួយថៃដើម្បីឲ្យថៃបានមើលខ្លះដើម្បីអាពួកជ្រុលនិយមមួយចំនួននឹងបានស្ដាប់ដើម្បីកាត់បន្ថយពួកវាដកថយអាពាក្យញុះញង់នឹងខ្លះប៉ុន្តែខ្ញុំគិតថាដូចជាតឹងទ្រូងដែរបងប្អូនអ្វីដែលអាចគឺអត់ធ្មត់មានតែការអត់ធ្មត់ខ្ញុំដឹងថាបងប្អូនមួយចំនួនគាត់ខ្វះខាតគាត់អត់ធ្មត់ពិបាកណាជួនកាលគាត់អត់អីហូបគាត់ត្រូវការដោះស្រាយជីវភាពច្រើនខ្ញុំយល់ពីបញ្ហាហ្នឹងប៉ុន្តែនេះជាបញ្ហាប្រទេសជាតិបងប្អូនអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាស្ងប់អារម្មណ៍សិនយើងក៏មិនតាន់ថាអាចនឹងផ្ទុះសង្គ្រាមភ្លាមដែរយើងកំពុងស្ថិតក្នុងការចរចាប៉ុន្តែខ្ញុំអ្វីដែលសំខាន់រដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីខ្ញុំមើលទៅពួកគាត់ស៊ីចង្វាក់គ្នាល្អណាស់ប៉ុន្តែក្រមទាហាននេះភូមិភាគ2នេះពួកគាត់នៅតែត្រៀមប្រយុទ្ធចង់បានប្រាសាទតំនជានិច្ចតើបងប្អូនស៊ូទ្រាំឲ្យពួកយកទេខ្ញុំសូមឲ្យបងប្អូនឆ្លើយមួយម៉ាត់បាទបបាក់ប៉ុណ្ណាក៏ដោយបងប្អូនអត់ធ្មត់តែយើងមិនបាត់បង់ទឹកដីព្រោះយើងបាត់បង់មកច្រើនហើយបងប្អូននៅសល់តែប៉ុណ្ណឹងមកបេះដូងបើយើងឲ្យកាត់ម្ដងតិចវាកាន់តែអស់ទៅហើយខ្ញុំសួរថាពួកនេះវាឆ្លៀនពៀនណាមិនមែនតែចង់បានប៉ុណ្ណឹងទេវាបានប៉ុណ្ណឹងហើយវាតមបើយើងឲ្យវាថ្ងៃក្រោយវាយកទៀតយកទៅអស់ប្រទេសហ្មងអញ្ចឹងដាច់ខាតស្លាប់ឬរស់ក៏ដោយស្លាប់ឲ្យមានន័យស្លាប់ក្នុងមោទនភាពទឹកដីគឺល្អបំផុតមុននឹងក្រោយវាគង់ស្លាប់ទេស្លាប់ដូចតែគ្នាទេប៉ុន្តែយើងបានស្លាប់មួយនៅក្នុងការចូលរួមជួយជាតិដែរបាទប៉ុន្តែបងប្អូនកុំបារម្ភពេលនេះថ្នាក់ដឹកនាំកំពុងចរចាជាមួយថ្នាក់ដឹកនាំកំពុងពួររបស់ថៃដែរអញ្ចឹងខ្ញុំគិតថានឹងអាចបានចប់ឆាប់នេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលជាពលករឬក៏ការធ្វើការវិនិយោគទុនឬក៏រស់ស៊ីនៅស្រុកថៃសូមយកត្រង់នេះបាទហើយបើទោះជាយើងកាត់ឲ្យគេក៏ដោយត្រូវយល់ថាពួកនេះគឺចង់បានចេះចប់អត់ធ្មត់បន្តិចបងប្អូនទាំងអស់គ្នា
ខ្ញុំសង្ឃឹមថាការប្រយុទ្ធទោះជាមានការប្រយុទ្ធដោយថៃក៏នៅត្រូវតែសូមចរចាដោយលងមុនអញ្ចឹងបាទអានេះគេហៅមេតតថ្មីគេចង់សាកកម្លាំងខ្ញុំដឹងអញ្ចឹងខ្ញុំឃើញថាព័ត៌មានព្រឹកមិញនេះខ្ញុំបានបើកមើលទៅថៃកំពុងតែត្រៀមហើយគេថាប្រាប់កូនចៅគេផងដែរថាប្រាសាទតាមាន់ជារបស់គេតាមាន់ជារបស់គេខ្ញុំអត់យល់ហើយក្នុងបងប្អូនមួយចំនួនផុសក្នុង Facebook បណ្ដាញសង្គមជាច្រើនថាតាមាន់របស់ថៃហើយហេតុអ្វីជាភាសាមិនហៅប្រាសាទជាភាសាថៃទៅចាំបាច់ប្រាសាទតាមាន់ជារបស់ខ្មែរភាសាខ្មែរហេតុអីបានជាថៃគិតថាជារបស់គេខ្ញុំយល់ពួកនេះគឺចង់បានមិនចេះចប់ទេបាទពួកជ្រុលនិយមវាបកចលនាធ្វើម៉េចឲ្យថៃនិងខ្មែរនឹងបាញ់គ្នាហើយក៏ពួកហ្នឹងក៏ខ្ញុំអត់ដឹងថាយ៉ាងម៉េចទេប៉ុន្តែគាត់ថាពួកវាគឺធ្វើអញ្ចឹងទោះជាយើងនិយាយមិនក៏វាអត់ខ្វល់ដែរវាអត់ស្ដាប់វាដឹងថាធ្វើម៉េចញុះញង់ឲ្យខ្មែរនិងថៃបាញ់គ្នាតើបានប្រកាសចលនាសេដ្ឋកិច្ចសងខាងមានបញ្ហាដូចគ្នាចឹងខ្ញុំថាបងប្អូនមួយចំនួនគួរតែស្ងប់អារម្មណ៍សិនបាទយើងអត់ធ្មត់បន្តិចទៅចាំមើលឲ្យថ្នាក់ដឹកនាំគេដោះស្រាយរបៀបម៉េចទៅមុខទៀតខ្ញុំគិតថាវាអាចនឹងស្ងប់ស្ងាត់ឆាប់នេះអរគុណជម្រាបលា